ជំរាបសួរលោកគ្រូបន្ទាប់ពីយើងបាន register នៅ AWS របស់យើងហើយគឺចំណុចបន្តទៀតគឺយើងធ្វើជាមួយនឹង e-commerce platform របស់យើងជាដំបូងយើងចូលទៅកាន់ live share តមកគឺយើង create ទៅលើ instance មួយយើងជ្រើសយក WordPress តមកយើងធ្វើការ create នៅcreate custom key នេះមួយតែខ្ញុំបាន create វាខ្ញុំដាក់ econ create ហើយខ្ញុំជ្រើសយកតម្លៃរបស់វាគឺ$7ហើយកន្លែងនេះគឺខ្ញុំដាក់econ ហើយបន្ទាប់មកទៀតគឺយើង add new text គឺដើម្បីសម្គាល់ថាយើងបានធ្វើវានៅថ្ងៃណាកន្លែងនេះខ្ញុំដាក់ date នេះគឺជាថ្ងៃតមកគឺ create instance បន្ទាប់មកទៀតគឺយើងបន្ទាប់មកទៀតគឺយើង connect using SSH ខ្ញុំវាយ SL គឺ ls បន្ទាប់មកទៀតចូលទៅកាន់ network ខ្ញុំធ្វើការ attach ទៅលើ static IP ខ្ញុំដាក់ ecom IP continue បន្ទាប់មកទៀតគឺយើង access WordPress admin user យើងធ្វើការ copy នៅ password របស់វា pass login មកដល់ចំណុចនេះគឺយើងចូលទៅកាន់ parency same យើងធ្វើការ add ទៅលើ platform របស់យើងinstall active visit slide site
គឺយើងយក add new text សួយវាថា close ខ្ញុំ install active យើងធ្វើការទៅកាន់ get start import demo start now install plugin import demo តោះមកយើងទៅកាន់ visit site នេះយើងទទួលបាននៅ website មួយយើងអាច add to cart គឺយើងជ្រើសរើសរដ្ឋខា3ជ្រើសយកHawthorne ទៅមកយើងធ្វើការ create នៅ Hawthorne មួយហើយយើងដាក់ឈ្មោះ domain របស់យើងតមកគឺយើង create Hawthorne ការ tick ទៅលើឈ្មោះរបស់យើងហើយបន្តមកគឺខ្ញុំបានទៅទិញនៅ domain មួយហើយដែលមានឈ្មោះ selena.store ហ្នឹងហើយខ្ញុំជ្រើសយក custom ហើយខ្ញុំ copy ទាំងអស់នេះយកទៅដាក់នៅក្នុង domain របស់យើងបន្តមកទៀតគឺខ្ញុំចូលទៅកាន់ DNS checker ខ្ញុំ search ទៅលើ website របស់យើងនេះគឺថាវាដំណើរការហើយបន្តមកទៀតខ្ញុំធ្វើការចូលទៅកាន់
យើងចូលទៅកាន់ ecom របស់យើងនេះមកគឺដើម្បី copy នៅ static IP របស់យើងនេះបន្ទាប់ពីយើង copy នៅ static IP នឹងហើយគឺយើងចូលទៅកាន់ route របស់យើងវិញចូល0តមកទៀតគឺយើងទៅ create នៅ record មួយតមកខ្ញុំដាក់នៅនេះគឺ subdomain របស់យើងហើយកន្លែងនេះគឺយើងដាក់ IP តមកទៀតគឺខ្ញុំយក1ម៉ោងហើយខ្ញុំ create record តទៅពី create record បានហើយបន្តមកទៀតគឺយើងបង្កើតនៅ record មួយទៀតហើយ subdomain នេះគឺខ្ញុំដាក់នៅ w3 ដើមហើយកន្លែង record type នេះគឺខ្ញុំជ្រើសយក Synapse តមកខ្ញុំ create record ហើយយើងចូលទៅកាន់នៅ check ម្ដងទៀតគឺដូរដាក់មក A ធម្មតាគឺវាដំណើរការតាមមួយចំនួនបន្តមកទៀតខ្ញុំធ្វើការតេស្តទៅលើ website ហ្នឹងតើវាដំណើរការទៅនៅខ្ញុំធ្វើការ copy ឈ្មោះរបស់យើងហើយតមកបើកថ្មី pass ដូច្នេះ page របស់យើងគឺទទួលបានជោគជ័យហើយសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ